មនុស្សโบราณធ្លាប់ពឹងផ្អែកលើគំនិតនៃការសាងសង់ស្ពានមួយប៉ុន្តែបានរុះរើវាចេញម្ដងទៀតដើម្បីបង្កើតស្ពានអាយុរាប់ពាន់ឆ្នាំតែមួយគត់របស់ពិភពលោកដែលអាចបើកទន្លេបានមុនពេលមានស្ពាននេះមនុស្សអាចឆ្លងកាត់ទន្លេបានតែដោយទូកតូចៗប៉ុណ្ណោះប៉ុន្តែទន្លេនេះធំទូលាយហើយចរន្តទឹកហូរខ្លាំងការធ្វើដំណើរតាមទូកមានល្បឿនយឺតនិងមានគ្រោះថ្នាក់ខ្លាំងដូច្នេះអ្នកសាងសង់ដ៏ប៉ិនប្រសប់បានប្រមូលផ្ដុំទូកតូចៗរាប់សិបគ្រឿងតម្រឹងជួរគ្នារវាងច្រាំងទន្លេទាំងពីរហើយចងវាឲ្យជាប់គ្នាយ៉ាងតឹងរ៉ឹងជាមួយនឹងខ្សែពួរដើម្បីបង្កើតជាស្ពានផងទូនទោះជាយ៉ាងណាក៏ដោយចរន្តទឹកដ៏ខ្លាំងតែតែហែកស្ពានផងទូនជាបំណែកដើម្បីរក្សាស្ថិរភាពរបស់វាសសរថ្មដ៏ធំមួយដែលមានប្រវែងនិងទទឹងប្រហែល17ម៉ែត្រត្រូវបានសាងសង់នៅកណ្ដាលទន្លេដើម្បីកាត់បន្ថយប្រវែងនិងបង្កើនស្ថិរភាពយ៉ាងណាក៏ដោយក្នុងរដូវវស្សាទឹកជំនន់បានជន់លិចស្ពានផងទូនម្ដងទៀតនិងកាត់ផ្ដាច់ចរាចរណ៍រវាងច្រាំងទន្លេនៅចំណុចនេះអ្នកដឹងថាប្រសិនបើស្ពានអណ្ដែតទឹកមិនអាចទប់ចាត់បានវាជាការប្រសើរក្នុងការបើកបរសសរថ្មមួយជួរដោយផ្ទាល់ទៅក្នុងទន្លេហើយដាក់បន្ទះថ្មខៀវរឹងឆ្លងកាត់វានេះអនុញ្ញាតឲ្យមនុស្សឆ្លងកាត់បានយ៉ាងរលូនប៉ុន្តែយូរទៅការហូរច្រកទឹកអាចឈប់ឈរបានសម្អាតដីល្បាប់ជុំវិញសសរស្ពានបណ្ដាលឲ្យពួកវាផ្អៀងឬសូម្បីតែដួលរលំដើម្បីសាងសង់សសរស្ពានដែលរឹងមាំជាងមុនដំបូងអ្នកបានដាក់ស្រទាប់ក្រាស់និងរាបស្មើនៃប្លុកថ្មក្រានីតតាមបណ្ដាបាតទន្លេក្នុងទិសដៅនៃចរន្តទឹកដែលបង្កើតជាគ្រឹះរឹងមាំនេះបានពង្រឹងបាតទន្លេនិងការពារការបាត់បង់ដីល្បាប់បន្តមកប្លុកថ្មដែលកាត់ដោយប្រុងប្រយ័ត្នត្រូវបានដាក់ចុងគ្នាជាលំនាំជាប់គ្នានៅលើកំពូលមូលដ្ឋានដែលបំពេញសសរស្ពានក្រោយមកអ្នកបានឃើញថាសសរស្ពានរាងការ៉េមានផ្ទៃខាងលើធំទូលាយដែលរារាំងលំហូរទឹកនិងធ្វើឲ្យវាងាយនឹងដួលរលំដើម្បីដោះស្រាយបញ្ហានេះអ្នកបានបន្ថែមផ្លូវកាត់រាងទូកនៅពីមុខសសរស្ពាននីមួយៗដែលបំបែកចរន្តទឹកនិងកាត់បន្ថយផលប៉ះពាល់ទឹកយ៉ាងច្រើនបន្ទាប់មកគឺស្ពានបន្ទះថ្មធម្មតាស្ដើងខ្សោយក្នុងសមត្ថភាពទ្រទម្ងន់និងងាយខូចខាតដោយទឹកជំនន់ដូច្នេះអ្នកបានបង្កើតដំណោះស្រាយដិតពីភ្នំក្បែរនោះអ្នកបានទទួលធឿមថ្មធំរាប់សិបថែងនីមួយៗមានទម្ងន់ប្រហែល30តោនធឿមទាំងនេះត្រូវបានដាក់ផ្ដេកលើទូកហើយក្នុងរដូវវស្សានៅពេលដែលកម្រិតទឹកខ្ពស់អណ្ដែតចូលទៅក្នុងទីតាំងពេលទឹកស្រកចុះទូកបានលិចបាត់ទៅនិងបន្សល់ទុកថ្មធំដែលស្ថិតនៅលើសសរយ៉ាងល្អឥតប្រេះវិធីសាស្ត្រដ៏ប៉ិនប្រសប់នេះគេស្គាល់ថាជាបច្ចេកទេសដឹកជញ្ជូននិងកំណត់ទីតាំងអណ្ដែតទឹកដោយសារតែធឿមថ្មមិនស្មើគ្នាអ្នកបានបន្ថែមបន្ទះថ្មខៀវមួយស្រទាប់ទៀតនៅលើកំពូលដើម្បីបង្កើតជាផ្ទៃដើររលូនយ៉ាងណាក៏ដោយក្រោយពីសាងសង់ហើយអ្នកបានដឹងថានាវាមានកម្ពស់ទាបពេកកប៉ាល់ធំមិនអាចឆ្លងកាត់ក្រោមវាបានដោយមិនស្ទើរអ្នកបានរុះរើសសរកណ្ដាលជាច្រើនហើយបានយកទូកតូចៗ18គ្រឿងដែលត្រូវបានទឹកជំនន់បោះទៅទូកទាំងអស់នេះត្រូវបានរៀបតម្រឹងជួររវាងសសរដែលនៅសល់គ្របបណ្ឌិបដោយបន្ទះឈើដើម្បីបង្កើតជាផ្លូវឆ្លងកាត់សៀមសាមញ្ញនិងត្រូវបានចងដោយខ្សែពួរនៅសងខាងបង្កើតជាចន្លោះអណ្ដែតទឹកសាមញ្ញនៅពេលយប់នៅពេលដែលកប៉ាល់ត្រូវការឆ្លងកាត់ខ្សែពួរអាចត្រូវបានដោះលែងហើយទូកបានរំកិលទៅម្ខាងដើម្បីបើកចន្លោះម៉ាប់